រឿងកង្កែបតូចជាតានៅក្នុងភូមិមួយមានកង្កែបតូចម្នាក់ឈ្មោះជាតាគាត់តែងតែឈ្នះនៅក្នុងការប្រកួតរត់ប្រណាំងជាមួយមិត្តភក្តិរបស់គាត់ប៉ុន្តែពេលនេះនៅសាលាមានការរៀបចំការប្រកួតវាយកូនបាល់ជាតាចង់ចូលរួមប៉ុន្តែគាត់មិនដែលលេងកីឡានេះមុនមកសោះមិត្តខ្លះចេះហើយគេនិយាយថាអូយ៉ាងនេះឈប់សួស្តីជាតាតូចស្ទើរមើលមិនឃើញចង់វាយបាល់អីជាតាធ្វើមិនដឹងហើយមិនខឹងទេគេបានប្រាប់ខ្លួនឯងត្រូវខិតខំរៀនវាយបាល់រៀងរាល់ថ្ងៃគេសួរអ្នកគ្រូសុំការណែនាំហើយអ្នកគ្រូប្រាប់កុំខ្លាចកំហុសតែចាំបាច់ត្រូវព្យាយាមបន្តគេព្យាយាមហាត់ស្ទើររាល់ថ្ងៃចាប់ផ្ដើមពីវាយបាល់មិនចូលរហូតដល់ចុងសប្ដាហ៍គេអាចវាយបាល់ចូលហើយនៅថ្ងៃប្រកួតជាតាបានចូលលេងជាជម្រើសទី3នៅពេលនោះក្រុមរបស់គេបានចាញ់ពិន្ទុគេបន្ទាប់មកជាតាចូលលេងគាត់បានវាយបាល់ចុងក្រោយបានពិន្ទុឈ្នះការប្រកួតមិត្តភក្តិនាំគ្នាហៅយ៉ាងខ្លាំងហើយលើកដៃសរសើរវាជាការអស្ចារ្យណាស់ជាតាកំពុងតែធំឡើងជាមនុស្សស្ទាត់នឹងការងារអត្ថន័យសំខាន់កុំបោះបង់ទោះបីគេនិយាយថាយើងមិនអាចធ្វើបានក៏ដោយការតស៊ូព្យាយាមនាំឲ្យជោគជ័យនៅថ្ងៃខាងមុខ